បាទសូមស្វាគមន៍ប្រិយមិត្តមកកាន់ Channel YouTube អតីតកាលបាទថ្ងៃនេះយើងមានវាគ្មិនពិសេសមួយរូបដែលគាត់នឹងចូលខ្លួនមកនិយាយអំពីករណីឃាតកម្មមួយដែលករណីនេះបានដកជាប់នៅក្នុងចិត្តរបស់គាត់មកទល់នឹងសប្តាហ៍ថ្ងៃបាទក៏សូមបញ្ជាក់បងដែរថាកម្មវិធីនេះបង្កើតឡើងដើម្បីគ្រាន់តែជាការកម្សាន្តតែប៉ុណ្ណោះមិនមានគោលបំណងអ្វីមួយដើម្បីអូសទាញបងប្អូនឲ្យមកជឿឬក៏បំពុលសង្គមណាមួយឡើយដូច្នេះហើយបងប្អូនគ្រាន់តែបើកស្ដាប់ដើម្បីជាការកម្សាន្តតែប៉ុណ្ណោះបាទសម្រាប់បងប្អូនដែលទើបចូលស្ដាប់ថ្មីបងប្អូនអាចជួយ Subscribe Channel YouTube អតីតកាលម្នាក់មួយផងហើយដើម្បីទទួលបានវីដេអូថ្មីជាបន្តបន្ទាប់បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅជួបជាមួយនឹងវាគ្មិនរបស់យើងទាំងអស់គ្នាបាទសួស្ដីធីចាសួស្ដីបាទលើកតាធីថ្ងៃនេះមានរឿងតកតងនឹងឃាតកម្មហ្នឹងនឹងមានរឿងតកតងមួយពាក់ព័ន្ធជាមួយនឹងឃាតកម្មបាទអញ្ចឹងសូមអញ្ជើញធីនិយាយប្រាប់រឿងរ៉ាវតកតងឃាតកម្មឲ្យប្រិយមិត្តយើងបានស្ដាប់ផងតោះសូមអញ្ជើញចាចំពោះរឿងរ៉ាវហ្នឹងគឺខ្ញុំដាក់ចំណងជើងឲ្យប្លន់សម្លាប់ចុះដោយសារតែនិយាយរឿងការនៅក្មេងៗទៀតណាបងប្អូននៅក្មេងៗយើងអត់តន់ដឹងអីទេយើងដឹងតែពីរត់លេងអញ្ចឹងណាហើយយប់នោះគឺជាយប់ដែលខ្ញុំអត់ដែលភ្លេចបានទេហើយក៏ជាយប់ដែលធ្វើឲ្យខ្ញុំហ្នឹងចងចាំតាំងពីតូចរហូតមកដល់ឥឡូវគឺធ្វើឲ្យខ្ញុំដកជាប់នៅក្នុងចិត្តជានិច្ចអញ្ចឹងណាយប់មួយហ្នឹងគឺនៅភូមិរបស់ខ្ញុំហ្នឹងគឺគេមានសែនអញ្ចឹងណាមានសែនជប់លៀងលក្ខណៈថាពេលដែលយើងប្រមូលផលស្រូវហើយគឺយើងចាប់ផ្ដើមសែនលាមាត់លាកអញ្ចឹងទៅអូអាហ្នឹងតាមខ្ញុំដឹងដូចគេហៅថាដើរលៀនមែនទេហ្នឹងហើយហៅដើរលៀនក៏ដើរលៀនចាប្រចាំភូមិនីមួយៗដែលគេប្រមូលផលហើយអញ្ចឹងណាចាតោះហើយមានរហូតទៅដល់ជិត20គ្រួសារនៅភូមិហ្នឹងណានេះច្រើនហើយមានអារម្មណ៍ថាសប្បាយខ្លាំងមែនតើតែចម្លែកអីថ្ងៃហ្នឹងអ្នកភូមិដែលនៅជាមួយភូមិខ្ញុំដែរហ្នឹងណាបាទគាត់ក៏អញ្ជើញគ្រួសារគាត់មួយទៀតនៅខាងនៅដាច់ផ្សេងពីគ្នាអញ្ចឹងណាចាំន័យថាគ្រួសារហ្នឹងនៅភូមិផ្សេងមែនចានៅភូមិផ្សេងអូខេគ្រួសារជនរងគ្រោះដែរត្រូវគេប្លន់សម្លាប់ហ្នឹងបាទនៅភូមិផ្សេងអញ្ចឹងគឺជាប់សាច់ឈាមដែរអញ្ចឹងណាតែវាសាច់ឆ្ងាយអញ្ចឹងគឺអញ្ជើញគាត់មកឲ្យហូបអីជុំគ្នាទាំងអស់ហើយកាលហ្នឹងសប្បាយនៅក្មេងៗមានតែដឹងអីលោកអើយឲ្យតែគេសែនម្ដងរំតបាសពេញហ្នឹងយើងអត់ដឹងខ្យល់អីទេដឹងតែចាស់ហ្នឹងហើយបន្ទាប់មកពេលដែលយើងសែនហើយអីចប់យើងលក្ខណៈថារំសប្បាយបងប្អូនផឹកស៊ីហឹកហាក់ចប់អស់ហើយវាមកដល់ពេលល្ងាចបងស្រីម្នាក់ដែលជាម្ចាស់កម្មវិធីនៅកន្លែងសែនហ្នឹងគាត់និយាយថាចេះគាត់ឃើញបងប្រុសហ្នឹងវាអត់សូវស្រួលអញ្ចឹងណាធម្មតាបងប្អូនពេលយើងជួបគ្នាអញ្ចឹងទៅយើងតែងតែមើលទឹកមុខដឹងឬមួយក៏ចាស់តែនិយាយថាឲ្យហេតុមុនយើងកើតអីរឿងមួយអញ្ចឹងទៅបន្ទាប់មកក៏មើលទៅមុខបងប្រុសហ្នឹងមុខគាត់ខ្មៅហើយសក់ក្បាលហើយភ្នែកគាត់ឡើងខ្មៅអញ្ចឹងណាលក្ខណៈថាដូចឲ្យហេតុអញ្ចឹងហើយបើសិនជាថ្ងៃហ្នឹងគាត់ផឹកអីក៏អត់សូវផឹករឿងនេះតាមបងគាត់និយាយហើយកាលហ្នឹងខ្ញុំនៅតិចតួចដែរតែគាត់ថាយើងដឹងក្តីអញ្ចឹងនឹងពិសេសរឿងខ្លះហើយពេលដែលមុខខ្មៅហើយមានអារម្មណ៍ថាដូចគេឲ្យហេតុថាមានរឿងអីកើតឡើងហើយគាត់ក៏ហាមអូនឯងកុំទៅអីនៅសម្រាប់នេះវាយប់ទៅអញ្ចឹងណាបាទតែក៏អត់ស្ដាប់ទេលក្ខណៈថាយើងនិយាយក៏អត់ចូលអញ្ចឹងណាយើងនិយាយដូចចេញវិញធ្វើអារម្មណ៍គាត់ចង់ទៅអញ្ចឹងណាពីព្រោះអីផ្លូវដែលគាត់មកសែនជុំគ្នាហ្នឹងវាមានកន្លែងផ្លូវមួយផ្លូវហ្នឹងផ្លូវស្ងាត់ណាបាទលក្ខណៈថាប្រហែលចូល30គីឡូដែរហើយគេគាត់ផ្លូវដាច់ភូមិហ្នឹងហើយផ្លូវដាច់ភូមិ30គីឡូហើយកន្លែងហ្នឹងគឺសិតតែព្រៃស្ដុកហ្មងព្រៃស្ដុកព្រៃជិតជុំវិញទាំងអស់ហ្មងហើយបើសិនជាយើងមានរឿងអីក៏យើងស្រែកហៅអត់ឮដែរភាសាតែព្រៃកន្លែងហ្នឹងព្រៃក្រាស់បើយើងនិយាយទៅបើថានេះវាជាអំណោយផលសម្រាប់ពួកជនខិលខូចហ្នឹងហើយវាត្រូវហើយគាត់ចិញ្ចឹមកបីច្រើនកបីគាត់20 30ក្បាលអញ្ចឹងតែនៅពេលដែលគាត់អត់ស្ដាប់ទេគាត់ទៅចេះចង់ទៅអញ្ចឹងប៉ុន្តែបើសិនជាគាត់ញ៉ាំស្រាគាត់អត់ញ៉ាំទេគាត់អត់សូវញ៉ាំច្រើនអញ្ចឹងណាបើសិនជាគាត់គិតថាគាត់ញ៉ាំឬមួយក៏គាត់ស្វឹងអីឬមួយក៏ទៅមានរឿងឆ្លោះមួយប៉ុណ្ណាអីអាហ្នឹងអត់ទេនៅពេលដែលគាត់ទៅលងម៉ោង11 12យប់ណាបាទឮសំឡេងកំភ្លើងផ្ទុះហ្មងសំឡេងកំភ្លើងផ្ទុះបានចាប់ផ្ដើមវាខ្ទោព្រៃវាមិនឮដល់កន្លែងផ្ទះយើងស្នាក់នៅខ្ទោមនិយាយខ្ទោមចុះមែនលក្ខណៈជាផ្ទះអីនៅភូមិស្រុកទេព្រោះនៅកន្លែងស្រូវយើងធ្វើតែខ្ទោមដេកចាំយាមស្រូវចាំប្រមូលផលអញ្ចឹងណាបាទចាគឺស្នូសំឡេងផ្ទុះហ្មងទៅពេលផ្ទុះសូម្បីតែខ្ញុំអីក៏បានដេកដែរ
dục nắng á hồi vậy tôi mà chùm rum đang tận hai chùm rum cho chùm rum bây giờ tôi phơi sải á mà chùm rum đang tận ở miền Bắc cái bạn đầy tì ao chu cho mà ấy bữa pa nhưng vẫn lại mơ từ bầu lời từ bầu râu dơ á hay lại mơ mình khơi mà được nông prey nó tại miền Bắc cái hiền từ ở miền Bắc cái hiền từแต่ការផ្ទុះនោះតែយើងបានលើកសម្លេងហើយបានគ្រាប់ hai chiếc trơn đáy nó 3-4 crop á អញ្ចឹង ចាហើយសម័យហ្នឹងបងប្អូនដឹងហើយក៏ភ្លើងចាពេលបាញ់ផ្ទុំលឺពងពេញព្រៃដល់ពេលរួចតរហូតដល់ម៉ោង2ម៉ោង2យប់ហើយអត់បានដេកទាំងអស់គ្នាមកជ្រុំហ្នឹងម៉ោង2យប់បានបងស្រីសាច់ឈាមខាងសោបហ្នឹងណាគាត់មកប្រាប់អ្នកនៅជ្រុំអញ្ចឹងថាប្អូនគាត់ត្រូវគេប្លន់បាញ់ស្លាប់អញ្ចឹងណាប៉ុន្តែដោយសារតែមើលទៅវាមិនមែនប្លន់យកទ្រពទេលក្ខណៈទំនាស់គ្នាពីមុនមកអញ្ចឹងណាតែគេគុំគេគំនុំហ្នឹងហើយគេគុំអញ្ចឹងណាធម្មតានៅពេលដែលយើងឆ្លោះគ្នាអ្នកខ្លះគេគុំក្នុងចិត្តអញ្ចឹងណាគេអត់តបញ្ចេញកំហឹងទេតែនៅពេលដែលឧទាហរណ៍រិស័យយើងអន់ឬមួយក៏គ្រោះយើងមកដល់អីចឹងគឺវាហុចឲ្យមកបាទអញ្ចឹងគឺពេលដែលសើបមើលថាមិនមែនប្លន់ដោយសារសម្លាប់ទេដោយសារតែគាត់នឹងមានទំនាស់ពាក្យសម្ដីជាមួយគេអញ្ចឹងណាតែបើគាត់ហីតែអត់ដឹងថាអ្នកខាងនោះគេគុំអញ្ចឹងណាទៅពេលចៃដនថ្ងៃហ្នឹងដែលគាត់ទៅហ្នឹងហើយគាត់ទៅហ្នឹងដូចជាមានគ្នាប្រហែលអ្នកទេដូចជា2នាក់ថ្ងៃគាត់ដើរហ្នឹងប៉ុន្តែត្រូវគេចាប់ចងទាំងអស់គេចាប់ចងលក្ខណៈថាធ្វើបាបដោយអំពើឃាតកម្មមួយអញ្ចឹងណាបន្ទាប់មកនៅពេលដែលយកសពនឹងមកផ្ទះអូយថាបងប្អូនអើយយំថាយំឡងពេញភូមិហ្មងបាទអាហ្នឹងយើងយកមកផ្ទះហើយអានៅវាលនោះផ្សេងតែយកមកផ្ទះព្រោះអីគាត់ជាមនុស្សម្នាក់ដែលស្លូតហើយចេះយល់សារអ្នកតីហ្នឹងហើយគាត់ស្រឡាញ់ចូលចិត្តហើយបើខ្ញុំវិញពេលគាត់ទៅគាត់តែងតែឲ្យនំស៊ីរហូតហ្នឹងកាលនៅក្មេងៗគាត់ចូលចិត្តក្មេងៗណាហើយនៅពេលដែលឆែកសាកសពមើលគឺឃើញដាច់មួយរៀបដៃលក្ខណៈគាត់សាពះគេអញ្ចឹងណាថាសុំទុកជីវិតអីគេអញ្ចឹងណាតែអត់ទេគេអត់ទុកជីវិតឲ្យលក្ខណៈគេធ្វើបាបម្ដងតិចទៅក្នុងរឿងឃាតកម្មមួយចំនួនណាអានេះជារឿងពិតណាខ្ញុំលើកយកមកនិយាយហ្នឹងគឺរឿងពិតមិនបំភ្លៃយកមកសម្រាប់បងប្អូននិយាយគឺជីវិតខ្ញុំជួបផ្ទាល់ហ្មងរឿងដែលខ្ញុំនិយាយគឺជីវិតជួបផ្ទាល់ហ្មងអញ្ចឹងគឺយកមកនៅក្នុងភូមិហើយគឺឃើញដាច់មួយរៀបដៃអញ្ចឹងណាទៅក៏គេសន្និដ្ឋានថាគាត់សុំប្រហែលជាស្ពះសុំវល់គេតែគេអត់ទុកជីវិតឲ្យអញ្ចឹងណាពេលអញ្ចឹងទៅក៏គេបាញ់សម្លាប់តែម្ដងទៅតែនៅពេលដែលផុតប្រហែលជាខ្មោច7ថ្ងៃគាត់មកបញ្ចូលសពអ្នកផ្ទះអញ្ចឹងណាយកសពអ្នកផ្ទះគាត់ថាពីមុនមកហ្នឹងមានរឿងអីជាមួយគេអញ្ចឹងណាតែអាំឡុងដែលពេលគេសម្លាប់ហ្នឹងគឺគាត់សុំវល់គេឲ្យទុកជីវិតអីគេទៅកុំសម្លាប់អីចឹងណាតែគេអត់ព្រមគេធ្វើបាបតែគេបាញ់ធ្វើបាបម្ដងតិចបាញ់ដៃចឹងទៅធ្វើយើងឈឺចុកចាប់ចឹងទៅអត់បាញ់សម្លាប់តែហ្មងហើយកាលនេះគំនុំនេះគឺគំនុំខ្លាំងមែនតើហ្មងគំនុំខ្លាំងមិនដល់ថ្នាក់ហ៊ានសម្លាប់ចឹងណាហើយនិយាយទៅគាត់ល្អបងប្អូននិយាយទៅគាត់ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវនៅក្នុងគ្រួសារជាបងប្រុសដ៏ល្អជាពូដ៏ល្អចឹងណាជាពលរដ្ឋដ៏ល្អនិយាយទៅណាក៏គេស្រឡាញ់អាណិតចុះចិត្តគាត់ដែរតែអីបានជាគាត់ជួបរឿងបែបហ្នឹងបើតាមភាពមើលសង្ស័យថាតើតើនឹងការរស់ស៊ីអីមួយចឹងណាហ្នឹងហើយទោះបីគាត់មិនទៅឆ្លោះនៅផ្ទល់អីក៏អាចជាចំណែនចឹងទៅចឹងណាជាការបច្ច័យក្នុងការរស់ស៊ីចឹងហ្នឹងហើយដោយសារតែគាត់មានទ្រព្យច្រើនចឹងណាហើយមួយទៀតសម្រាប់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងបងប្អូនតែគាត់ថាយើងសាងមិត្តប្រសើរយើងសាងសត្រូវហើយសម្រាប់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណបងប្អូនអរគុណច្រើនធីបាទអរគុណពីមិត្តដែលបានតាមស្ដាប់នៅធីដែលបានគាត់និយាយពីករណីឃាតកម្មនេះហើយអារម្មណ៍បងប្អូនយ៉ាងម៉េចដែរចំពោះរឿងមួយនេះសូមកុំភ្លេច comment នៅខាងក្រោមបាទអញ្ចឹងកម្មវិធីយើងក៏ដល់ទីបញ្ចប់សូមអរគុណបងប្អូនដែលបានតាមដានស្ដាប់ហើយសម្រាប់បងប្អូនដែលថ្មីហើយតាមចូលស្ដាប់សូមជួយ Subscribe Channel YouTube អតីតកាលម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីលើកក្រោយទៀតដែលលើកក្រោយទៀតនឹងមានវីដេអូពិសេសជាងនឹងទៀតអញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាជូនពរសុខសប្បាយអរគុណ